នៅភូមិតូចមួយមានដើមស្វាយធំមួយឈរយ៉ាងស្ងប់ស្ងាត់វីរៈរស់នៅជាមួយយាយរបស់គាត់ជិតដើមឈើនោះគាត់ជួយជិតញ៉ាំស្វាយប៉ុន្តែមិនដែលជួយថែរក្សាទេយាយមាឡាមើលគាត់ដោយក្តីបារម្ភវីរៈតែងយកស្វាយញ៉ាំហើយបោះសម្បកចោលគ្រប់ទីកន្លែងគាត់មិនគិតថាដើមស្វាយត្រូវការថែទាំឡើយខ្យល់បក់ស្រាលដូចជាដើមឈើកំពុងដកដង្ហើមវែងយាយមាឡាប្រាប់ថាដើមឈើមានជីវិតនិងចងចាំមនុស្សដែលថែវាតែវីរៈគ្រាន់តែសើចហើយមិនជឿឡើយពន្លឺថ្ងៃចាប់ផ្ដើមស្រអាប់យប់មួយពន្លឺអាចកំបាំងចេញពីដើមស្វាយវីរៈភ្ញាក់ឡើងហើយឃើញដើមឈើកំពុងភ្លឺចែងចាំងសំឡេងទន់ភ្លន់ហើយឈ្មោះគាត់ដើមស្វាយនិយាយថាវាបានឃើញមនុស្សជាច្រើនមកហើយវាចង់បង្ហាញអតីតកាលឲ្យវីរៈមើលពន្លឺមាក់ព័ទ្ធជុំវិញពួកគេវីរៈបានឃើញបុព្វបុរសដាំដើមស្វាយនិងថែរក្សាវាដោយសេចក្តីស្រឡាញ់ពួកគេចែកផ្លែឈើឲ្យគ្នាគាត់ចាប់ផ្ដើមយល់អ្វីមួយក្នុងចិត្តវីរៈមានអារម្មណ៍ខ្មាសអៀនគាត់យល់ថាគាត់មិនបានគោរពអំណោយពីធម្មជាតិឡើយខ្យល់បក់ស្រាលដូចជាការលើកទឹកចិត្តព្រឹកបន្ទាប់វីរៈចាប់ផ្ដើមថែដើមស្វាយគាត់សម្អាតជុំវិញនិងស្រោចទឹកជារៀងរាល់ថ្ងៃយាយមាឡាញញឹមដោយមោទនភាពមិនយូរបំផុតដើមស្វាយក៏ផ្លែច្រើនជាងមុនសត្វនិងមនុស្សមកសប្បាយជុំគ្នាភូមិពោរពេញដោយសំណើចវីរៈរៀនថាធម្មជាតិគឺជាអំណោយដែលត្រូវគោរពពេលយើងថែរក្សាវាក៏ថែរក្សាយើងវិញដែរដើមស្វាយឈរយ៉ាងស្ងប់ស្ងាត់ដូចជាកំពុងញញឹម